ដើរហើរដើម្បីរកចំណីស្រាប់តែពេលនោះសត្វកុកដើរទៅក៏បានជួបនឹងព្រានព្រៃម្នាក់ហើយពួកគេទាំងពីរនាក់ក៏បាននិយាយគ្នាថាសត្វកុកយើងត្រូវតែសម្លាប់ឯងហើយព្រោះថាថ្ងៃនេះយើងគ្មានអ្វីធ្វើម្ហូបនោះទេមានតែសម្លាប់ឯងប៉ុណ្ណោះដើម្បីធ្វើម្ហូបសម្រាប់ថ្ងៃនេះហើយអរគុណហើយលោកព្រានព្រៃដែលទុកពេលឲ្យខ្ញុំមួយថ្ងៃសត្វកុកយើងសង្ឃឹមថាថ្ងៃស្អែកឯងនឹងមានអ្វីឲ្យយើងបើមិនអញ្ចឹងទេឯងនឹងត្រូវស្លាប់ហើយឯងតើថ្ងៃនេះបានសាច់អ្វីធ្វើម្ហូបដែរទៅឯងហត់ហើយបាយខ្ញុំបានដាំរួចហើយនៅតែម្ហូបទេថ្ងៃនេះបងរកអ្វីពុំបាននោះទេអូនពីព្រោះថាសត្វកុកនោះបានទៅសុំឲ្យលោកតាទន្សាយគាត់ជួយក្រែងគាត់អាចជួយអ្វីដល់សត្វកុកនោះបានណាអូនយ៉ាងម៉េចហើយកូនស្រីលោកពុកតើពេលលោកពុកមិននៅតើកូនមានធ្វើឲ្យអ្នកម៉ែកូនលំបាកដែរទេពេលលោកពុកមិននៅផ្ទះកូនស្រីត្រូវស្ដាប់សម្ដីអ្នកម៉ែផងណានោះទើបជាក្មេងល្អណាកូនចាស់លោកពុកកូននៅផ្ទះស្ដាប់សម្ដីអ្នកម៉ែណាកូនមិនដែលរអ៊ូរទាំឬក៏ធ្វើឲ្យអ្នកម៉ែពិបាកចិត្តនោះទេកាលពីព្រេងនាយនៅឯមាត់ស្ទឹងមួយមានដើមឈើមួយធំបែកបីណាខាងប្រឈឹងប្រជែងលុះដល់ព្រះសុរិយាអស់សំពុទ្ធមានបងបក្សីទាំងឡាយតែងតែបបួលគ្នាហើរមកពីគ្រប់ទិសទីស្រែកច្រៀងសប្បាយហើយបងបក្សីទាំងនោះក៏ហើយចូលមកជ្រកស្រ័យនៅឯដើមឈើធំមួយដើមមានថ្ងៃមួយពេលព្រឹកព្រលឹមព្រះសុរិយាបញ្ចេញរស្មីយ៉ាងត្រចះត្រចង់ស្រាប់តែពេលនោះក៏មានសត្វបក្សីមួយក្បាលដែលជាសត្វកុកបានភ្ញាក់ពីព្រលឹមក៏បានចេញពីទីជម្រករបស់ខ្លួនដើរហើរដើម្បីរកចំណីស្រាប់តែពេលនោះសត្វកុកដើរទៅក៏បានជួបនឹងព្រានព្រៃម្នាក់ហើយពួកគេទាំងពីរនាក់ក៏បាននិយាយគ្នាថាលោកព្រានព្រៃលោកមេត្តាប្រណីដល់រូបខ្ញុំផងកុំសម្លាប់ខ្ញុំអីខ្ញុំមានកូនចៅនិងប្រពន្ធដែលនៅចាំឯផ្ទះមានតែរូបខ្ញុំម្នាក់ទេដែលជាអ្នកផ្គត់ផ្គង់ទៅដល់គ្រួសារសពគ្រប់បែបយ៉ាងនោះកូនរបស់ខ្ញុំគ្នានៅតូចណាស់មិនទាន់ដើរហើររកចំណីបាននោះទេហើយប្រពន្ធខ្ញុំក៏មានជំងឺទៀតអញ្ចឹងហើយមានតែខ្ញុំទេតែអាចដើរហើររកចំណីបាននោះដូច្នេះហើយសូមលោកព្រានព្រៃមេត្តាកុំសម្លាប់ខ្ញុំអីសត្វកុកយើងត្រូវតែសម្លាប់ឯងហើយព្រោះថាថ្ងៃនេះយើងគ្មានអ្វីធ្វើម្ហូបនោះទេមានតែសម្លាប់ឯងប៉ុណ្ណោះដើម្បីធ្វើម្ហូបសម្រាប់ថ្ងៃនេះពីព្រោះថាប្រពន្ធកូនយើងចាំនៅឯផ្ទះណាសត្វកុកយ៉ាងទៀតបើសិនជាយើងលើកលែងឲ្យឯងយើងមិនប្រកាសទេថាអាចនឹងរកបានសត្វដទៃទៀតនោះពីព្រោះថាចិត្តល្ងាចហើយយើងគ្មានកម្លាំងឯណាដើររកម្ហូបផ្សេងទៀតនោះទេឯងអភ័យទោសឲ្យយើងផងណាសត្វកុកមានការភ័យជាខ្លាំងក៏បានគិតទៅដល់ប្រពន្ធកូនដែលចាំនៅឯផ្ទះដែលប្រពន្ធកូនរបស់ខ្លួនមានអ្វីជាទីពឹង
ក្រៅពីខ្លួននោះទេសត្វកុកក៏បានគិតក្នុងចិត្តថាប្រពន្ធកូនយើងគ្មានអ្វីទីពឹងក្រៅពីយើងនោះទេយើងត្រូវតែរិះគិតរកដំណោះស្រាយមួយសម្រាប់ព្រានព្រៃហើយមើលទៅបើមិនចឹងទេគ្រួសារយើងនឹងវិនិច្ឆ័យជាមិនខានឡើយសត្វកុកគិតទៅក៏នឹកឃើញទៅដល់លោកតាទន្សាយដែលនៅល្អាងមួយដែលលោកតាទន្សាយនោះតែងតែជួយទៅដល់អ្នកណាដែលមានទុក្ខក៏ដូចជាមនុស្សស្មោះត្រង់ផងដែរសត្វកុកនោះក៏បានដាក់ខសន្យាមួយជាមួយនឹងព្រានព្រៃថាអោលោកព្រានព្រៃមេត្តាដល់រូបខ្ញុំផងខ្ញុំសូមដាក់ខសន្យាមួយទៅដល់លោកព្រានព្រៃសូមលោកមេត្តាទុកជីវិតឲ្យខ្ញុំមួយថ្ងៃសិនទៅដើម្បីខ្ញុំបានទៅរកលោកតាទុនសាយដែលគាត់តែងតែជួយទៅដល់អ្នកណាដែលមានទុក្ខលំបាកដូចជារូបខ្ញុំក៏ដូចជាអ្នកក្រសត្វគ្មានទីពឹងពេលដែលខ្ញុំបានជួបគាត់ហើយនោះគាត់នឹងជួយដោះស្រាយទុក្ខលំបាករបស់ខ្ញុំហើយលោកព្រានព្រៃម្យ៉ាងទៀតបើសិនជាថ្ងៃស្អែកខ្ញុំគ្មានអ្វីដោះដូរឲ្យលោកនោះទេសូមលោកមកយកជីវិតខ្ញុំចុះលោកតាទន្សាយគាត់ជាអ្វីទៅគាត់ព្រមជួយសត្វកុកឯងនោះតែបើយើងទុកជីវិតឲ្យឯងគ្រួសារយើងនៅឯផ្ទះប្រកាសជាយ៉ាប់ហើយណាសត្វកុកយើងគិតឃើញថាឯងក៏មានចិត្តតស៊ូនឹងត្រឹងតែងរកចំណីដើម្បីចិញ្ចឹមប្រពន្ធកូននៅឯផ្ទះផងនោះយើងនឹងទុកពេលឲ្យឯងមួយថ្ងៃសិនចុះក្រែងសត្វកុកឯងជួបលោកតាទុនសាយគាត់អាចជួយអ្វីដល់ឯងបានយើងព្រមឲ្យគ្រួសារយើងហូបអ្វីដែលហូបបានសិនចុះតែបើថ្ងៃស្អែកឯងមានអ្វីឲ្យយើងនោះទេយើងនឹងសម្លាប់ឯងហើយអរគុណហើយលោកព្រានព្រៃដែលទុកពេលឲ្យខ្ញុំមួយថ្ងៃសត្វកុកយើងសង្ឃឹមថាថ្ងៃស្អែកឯងនឹងមានអ្វីឲ្យយើងបើមិនអញ្ចឹងទេឯងនឹងត្រូវស្លាប់ហើយអញ្ចឹងយើងទៅផ្ទះសិនហើយខណៈពេលនោះព្រានព្រៃក៏បានដើរចេញទៅផ្ទះហើយសត្វកុកក៏បានហើរចេញទៅឯសម្បុករបស់ខ្លួននៅឯផ្ទះព្រានព្រៃគ្រួសារនេះសពថ្ងៃប្រពន្ធនៅឯផ្ទះមើលកូននឹងដាំដំណាំបន្លែតិចតួចរីឯប្តីវិញប្រកបមុខរបរដើរបាញ់សត្វដើម្បីចិញ្ចឹមគ្រួសារហើយគ្រួសារនេះមានកូនស្រីមួយនាក់ស្រាប់តែពេលនោះព្រានព្រៃក៏បានមកដល់ផ្ទះហើយប្រពន្ធក៏បានសួរថាឯងតើថ្ងៃនេះបានសាច់អ្វីធ្វើម្ហូបដែរទៅឯងហត់ហើយបាយខ្ញុំបានដាំរួចហើយនៅតែម្ហូបទេថ្ងៃនេះបងរកអ្វីពុំបាននោះទេអូនដោយសារបងបានជួបនឹងសត្វកុកមួយតែសត្វកុកនោះមើលទៅគួរឲ្យអាណិតណាស់អូនតែបងដាក់កសន្យាជាមួយនឹងសត្វកុកនោះថាបើសិនជាថ្ងៃស្អែកសត្វកុកនោះគ្មានអ្វីឲ្យយើងនោះទេបងនឹងសម្លាប់សត្វកុកនោះឲ្យអូនពីព្រោះថាសត្វកុកនោះបានទៅសុំឲ្យលោកតាទុនសាយគាត់ជួយក្រែងគាត់
អាចជួយអ្វីដល់សត្វកុកនោះបានណាអូន មិនអីទេឯងចឹងទុកពេលឲ្យកុកនោះមួយថ្ងៃសិនទៅក្រែងលោកតាទុនសាយជួយអ្វីដល់កុកនោះបានបើលោកតាទុនសាយមានអ្វីឲ្យយើងនៅថ្ងៃស្អែកបានសត្វកុកនោះមិនចាំបាច់ស្លាប់នោះទេឯងអញ្ចឹងខ្ញុំរៀបចំបាយទឹកហើយថ្ងៃនេះមានតែឆៃពៅនិងទឹកត្រីទេឯង អូនរៀបចំបណ្ដើទៅមិនអីទេអូនបងហូបបានយើងទ្រាំមួយថ្ងៃសិនទៅពីព្រោះថាថ្ងៃស្អែកយើងប្រកាសជាមានអ្វីហូបជាងនេះជាក់ជាមិនខានឡើយយ៉ាងម៉េចហើយកូនស្រីលោកពុកតើពេលលោកពុកមិននៅតើកូនមានធ្វើឲ្យអ្នកម៉ែកូនលំបាកដែរទេពេលលោកពុកមិននៅផ្ទះកូនស្រីត្រូវស្ដាប់សម្ដីអ្នកម៉ែផងណានោះទើបជាក្មេងល្អណាកូន ចាលោកពុកកូននៅផ្ទះស្ដាប់សម្ដីអ្នកម៉ែណាកូនមិនដែលរអ៊ូរទាំឬក៏ធ្វើឲ្យអ្នកម៉ែពិបាកចិត្តនោះទេម៉ែនិយាយថាម៉េចកូនស្ដាប់តាមម៉ែទាំងអស់ហ្នឹងតោះលោកពុកអ្នកម៉ែរៀបចំញ៉ាំបាយកូនឃ្លានហើយក ូនតោះអូនរៀបចំញ៉ាំបាយ